ผมជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គមដោយសេចក្តីគោរពរាប់អានពីខ្ញុំថ្ងៃនេះខ្ញុំបាននាំញោមមកពិនិត្យផ្នែកនៅព្រៃនគរកន្លែងផ្លូវបាង3បេវាខំហើយនឹងកន្លែងពេទ្យស្មូថាចឹងគេតោត្រូវកន្លែងពិនិត្យនៅពិនិត្យផ្នែកញោមមកដល់ហើយគេមិនទានបើកទ្វារទេនៅផ្ទះពេទ្យមិនទានបើកទ្វារនៅរៀបគោចាំគេនៅមុខផ្ទះគេនឹងដល់ម៉ោងបានគេបើកទ្វារទឹកគោចាំនៅមុខផ្ទះគេចាំពិនិត្យផ្នែកមើលញោមទាំងពីរវាធំសុខសៀវរឿងអីទេបាទបងប្អូនទស្សនាតាមវីដេអូនេះមានតែប៉ុណ្ណឹងបាទសូមអរគុណនិងសូមគោរពជម្រាបលា